លីយីសូមអបអរសាទរណាហាងនេះពង្រីកបានស្អាតខ្លាំងណាស់ថ្ងៃក្រោយខ្ញុំចេញពីធ្វើការអាចយកឡានមកចាត់នៅទីនេះបានហើយអាចលាងឡានបានទៀតពិតជាស្រួលមែនទែនពិតមែនហើយលីយីថ្ងៃនេះខ្ញុំជាអ្នកដំបូងគេដែលមកធ្វើការប្រចាំខែពីមុនដណ្ដើមគ្នាជប់ឡានជាក្បាលណាស់ឥឡូវមានកន្លែងជប់ឡានស្របច្បាប់បែបនេះអរគុណអ្នកទាំងអស់គ្នាដែលមកគ្រប់គ្រងថ្ងៃនេះបើកសម្ពោធផ្លែឈើបញ្ចុះតម្លៃ8ហើយលាងឡានក៏បញ្ចុះតម្លៃជូនដែរបងស្រីលីពីមុនមកជប់ឡានឥតគិតថ្លៃរំខានបងពួកយើងមានអារម្មណ៍មិនល្អទេឥឡូវបងថ្លៃជប់ឡានខ្លះគឺជារឿងសំរុំហើយយកទេសូមអបអរសាទរការបាត់សម្ពោធខ្ញុំបានប្រកាសក្នុងក្រុមម្ចាស់ផ្ទះរួចហើយថាទីនេះជាកន្លែងជប់ឡានស្របច្បាប់ថ្ងៃក្រោយពួកយើងនឹងសហការជាមួយការគ្រប់គ្រងរបស់បងយ៉ាងពេញទំហឹងលោកប្រធានវ៉ាងលំបាកលោកហើយឲ្យតែខាងគ្រប់គ្រងអចលនទ្រព្យមិនគេចពីការទទួលខុសត្រូវសម្រាប់ធ្នាប់ជប់ឡានក្នុងបរិយាយើងនឹងល្អប្រសើររឿងនឹងប្រកាសណាស់ពីមុនមកគឺខ្ញុំធ្វើការមិនបានល្អទេឈប់សិនអ្នកទាំងអស់គ្នា complaint ជួយ admin តាមរយៈ ABA ដើម្បីឲ្យ admin មិនមានកាហ្វេផឹកមកយប់ដើម្បី admin នឹងមានកម្លាំងក្នុងការធ្វើរឿង print ជូនអ្នកទាំងអស់គ្នាទស្សនាជាបន្តទៀតបាទសូមអរគុណថ្ងៃក្រោយខ្ញុំនឹងមិនឲ្យបងពិបាកទៀតទេលោកប្រធានវ៉ាងចាំពាក្យសម្ដីថ្ងៃនេះទៅបានហើយក្នុងកិច្ចសន្យាសរសេរច្បាស់ណាស់ពួកយើងធ្វើការតាមច្បាប់មើលនាងធ្វើមុខមាត់អួតអាងនោះចុះធ្វើត្រឹមតែជាមេម៉ាយលក់ផ្លែឈើមួយសោះឥឡូវខ្លាចជាមនុស្សល្បីក្នុងបរិយាទៅហើយអ្នកទាំងអស់គ្នាទៅអែបអបយ៉ាងមែនម៉ាក់មើលពួកគេចុះម្នាក់តម្រង់ជួគ្នាទៅឲ្យលោកនាងតាមពិតកន្លែងឈប់ឡាននេះគួរតែមានកន្លែងចាត់ឥតគិតថ្លៃសម្រាប់ផ្ទះយើងមួយដែរឥឡូវនាងបានចំណេញអស់ហើយបើមិនមែនព្រោះតែនាងចាក់សោទ្វារធំទេកូនប្រសាបងអាចនឹងលេងលេះមែនទេផ្ទះយើងក្នុងបរិយានេះអាចនឹងងើបមុខមិនរួចមែនទេស៊ីវលីថែមទាំងភ្លុកលេខទូរស័ព្ទខ្ញុំទៀតមិត្តរួមការងារក្នុងក្រុមហ៊ុនសាច់ចំអកខ្ញុំរាល់ថ្ងៃជីវិតខ្ញុំមួយនេះត្រូវលីហុយឡានបំផ្លាញអស់ហើយកុំតន់អើកូនមុខរបររបស់គេទៅតែចាប់ដើមសោះចង់រកស៊ីឲ្យបានសុខស្រួលមែនទេសុខបន្តិចចុះម៉ាក់មានគម្រោងអ្វីទៀតហើយចាំយប់ឡើងស្ងាត់សិនចាំមើលម៉ាក់ដោះស្រាយជាមួយគេរឿងលុយកាក់ផ្ទះយើងត្រូវតែគិតគូរឲ្យដាច់ស្រឡះជាមួយគេម៉ាក់ថ្ងៃនេះបើថ្ងៃដំបូងសំបីតែបានប្រចាំខែក៏លោកបានជាង50សន្លឹកដែរហើយកន្លែងលាងឡានក៏រវល់មិនឈប់ដែរអ្នករាល់គ្នាពិបាករកកន្លែងចាត់ឡានយូរមកហើយឲ្យតែយើងដាក់តម្លៃសមរម្យហើយសេវាកម្មល្អមិនបារម្ភរឿងអត់មានភ្ញៀវមកវិញទេឃើញម៉ាក់ហត់ពេញមួយថ្ងៃហើយខ្ញុំជូនម៉ាក់ទៅសម្រាប់សិនទៅចំណែកបញ្ជីកណេឲ្យទុកឲ្យខ្ញុំជាអ្នកមើលមិនហត់ទេចិត្តមានគោលដៅធ្វើការក៏មានកម្លាំងដែរអាយ៉ាងឲ្យការពីមុនម៉ាក់តែងតែគិតថាថយមួយជំហាននឹងមានសេរីភាពតែពេលនេះទើបដឹងថាបន្ទាត់ក្រហមខ្លះគឺថយមួយជំហានក៏មិនបានដែរឥឡូវអ្នកណាក៏សរសើរថាម៉ាក់ធ្វើការរហ័សរហួនដែរមើលទៅមុខទៀតអ្នកណាហ៊ាននិយាយដល់ម៉ាក់ទៀតបានហើយបិទទ្វារហាងទៅយើងក៏ត្រឡប់ទៅផ្ទះឲ្យលឿនបន្តិចទៅស្អែកព្រលឹមត្រូវទៅទិញផ្លែឈើស្រស់ទៀតបាទតាមចិត្តម៉ាក់ចុះយើងទៅផ្ទះម៉ាក់ធ្វើបែបនេះពិតជាបានមែនឬបើគេចាប់បានយើងលៀងខ្លួនមិនចេះឡើយខ្លាចអីយប់អាត្រីទៅបែបនេះអ្នកណាទៅឃើញនាងលីហ៊ុយឡាននឹងមិនមែនចូលចិត្តស្អាតចូលចិត្តមុខមកទេម៉ាក់នឹងធ្វើឲ្យចំណត់ឡានរបស់នាងល្បីឈ្មោះអាក្រក់តាំងពីថ្ងៃដំបូងតែម្ដងនោះក៏មែនដែរថ្ងៃនេះឃើញនាងអួតអាងនៅមុខខាងក្នុងចិត្តខ្ញុំដូចជាមានឆ្មាកោអញ្ចឹងពិបាកចិត្តណាស់ចាក់ទឹកស្អុយនឹងទៅលើវាទៅលឿនឡើងចាក់ទឹកស្អុយនឹងទៅក្បែរឡានថ្លៃទាំងនោះហើយចាក់លើគំនូសចាត់ឡានពណ៌ស្ដែទើបលាបថ្មីនឹងផងចាក់ឲ្យច្រើនបន្តិចមកត្រូវហើយធ្វើបែបនឹងឯងឲ្យម្ចាស់ឡានទាំងនោះមកដល់នៅព្រឹកស្អែកហើយឲ្យពួកគេបញ្ចេញកំហឹងដាក់លើលីហ៊ុយឡានឲ្យអស់ទៅមើលថានាងដោះស្រាយមិនចុះកង់ឡានថ្លៃទាំងនេះទៀតចាក់លើវាផងដែរទៅឲ្យពួកគេធ្វើមរអឹមឲ្យខ្លាំងតែម្ដងកូនប្រុសល្អលីហ៊ុយឡានចង់រកស៊ីស្រួលមែនទេមិនងាយស្រួលម្ល៉េះទេម៉ែនឹងធ្វើឲ្យនាងធ្វើមរអឹមរហូតដល់ស្លាប់តែម្ដងក្លិនអីហ្នឹងមិនក៏ស្អុយដូចកន្លែងចាក់សម្រាប់អញ្ចឹងអាលីវក្រោមកង់ឡានខ្ញុំមិនក៏សុទ្ធតែស្លឹកបន្លាយលួយនឹងទឹកសម្លអញ្ចឹងតើបើមិនកើតលីយេនេះវាជារឿងអីទៅពួកយើងបង់ថ្លៃគ្រប់គ្រងរួចហើយឡានចតនៅទីនេះមិនក៏ត្រូវគេធ្វើឲ្យទៅជាបែបនេះអ្នកទាំងអស់គ្នាកុំទាន់អភ័យអីចុះយ៉ាងទៅយកខ្សែហ៊ុំព័ទ្ធមកខាងកន្លែងដែលប្រឡាក់នឹងចេញទៅកុំឲ្យអ្នកទាំងអស់គ្នាជន់រអិលបានខ្ញុំទៅយកឧបករណ៍សម្អាតនឹងទឹកថ្នាំសម្រាប់មេរោគឥឡូវនេះឯងលីយេឡានពួកយើងសុទ្ធតែប្រឡាក់ប្រេងអស់ហើយថ្ងៃនេះត្រូវទៅជួបអតិថិជនទៀតតើការខូចខាតនេះអ្នកណាជាអ្នកសងអ្នកជិតខាងទាំងអស់គ្នាសូមកុំបារម្ភអីក្នុងនៅពេលដែលអ្នកទាំងអស់គ្នាបានបង់ថ្លៃចាត់ឡានហើយទំនួលខុសត្រូវក្នុងការគ្រប់គ្រងនេះពួកយើងនឹងមិនគេចវាស្ឡើយប៉ុន្តែរឿងនេះច្បាស់ណាស់ថាមានអ្នកចង់បង្កហេតុសូមអ្នកទាំងអស់គ្នារងចាំបន្តិចសិនខ្ញុំនឹងទៅឆែកកាមេរ៉ាសុវត្ថិភាពដើម្បីឲ្យអ្នកទាំងអស់គ្នាបានឃើញច្បាស់តែម្ដងត្រូវហើយលីយេធ្វើបែបនេះគឺត្រឹមត្រូវណាស់មើលកាមេរ៉ាទៅមើលថាតើអាមនុស្សអត់សិលធម៌មួយណាជាអ្នកធ្វើរឿងនេះត្រូវតែចាប់វាបញ្ជូនទៅប៉ុស្តិ៍ប៉ូលីសឲ្យបានពិតជាហ្វានស៊ីវមីមែនហើយកូនប្រុសល្អរបស់គាត់ហួងជានឹងទៀតម៉ែនឹងកូនមួយគូនេះពីស្ពោខ្លាំងម្លេះអុយមិនក៏ពួកគេអាចធ្វើរឿងបែបនេះទៅកើតខ្លួនឯងធ្វើរឿងអាក្រក់ទៅត្រូវគេពិន័យតែបែរជាចង់មកបំផ្លាញចំណត់ឡានរបស់គេទៀតប្រេងដែលប្រឡាក់ក្រោមឡានខ្ញុំគឺពួកវាជាអ្នកចាក់ទាំងអស់មីងលីយើងមិនអាចទុកឲ្យពួកវាស្រួលខ្លួនបានទេត្រូវតែឲ្យពួកវាសងសំណងឲ្យសំទោសឲ្យបានពិតជាមហារីកក្នុងសហគមន៍មែនកូនប្រុសខ្លួនឯងរៀបការហើយត្រូវគេលុបចោលក៏ចំណែនមិនចង់ឲ្យអ្នកដទៃរស់នៅបានសុខម៉ាក់កាមេរ៉ាថតបានច្បាស់ណាស់ទាំងពេលវេលាទីតាំងនិងមុខមាត់គឺមានទាំងអស់ទៅប្តឹងប៉ូលីសតែម្ដងទៅប្តឹងគឺត្រូវតែប្តឹងហើយប៉ុន្តែមុននឹងធ្វើបែបនោះម៉ាក់ចង់ឲ្យអ្នកក្នុងសហគមន៍ទាំងអស់បានឃើញច្បាស់ពីមុខមាត់ដ៏ស្មោកគ្រោករបស់ពួកវាហ្វានស៊ូមីហ្វានជាអាមនុស្សកំសាកឆាប់ចេញមកនេះហ៊ានធ្វើរឿងលួចចាក់ទឹកកខ្វក់នៅពាក់កណ្ដាលអាធ្រាត្រតែបែរជាមិនហ៊ានបើកទ្វារមែនទេគូអីគូម្លេះចង់តាមយកជីវិតឬយ៉ាងណាខ្ញុំទៅតែចេញពីមន្ទីរពេទ្យសោះពួកអ្នកចង់បង្ការខ្ញុំឲ្យស្លាប់មែនទេកុំមកធ្វើជាមិនដឹងអីយកមិញអ្នកកាន់ទឹកកខ្វក់ទៅចាក់លើឡានពួកយើងក្នុងកាមេរ៉ាសុវត្ថិភាពថតបានច្បាស់ណាស់ឥឡូវទៅលាងឡានជាមួយពួកយើងហើយសង្ឃ្លាយលាងសម្អាតមកកុំមកនិយាយផ្ដេសផ្ដាស់អ្នកណាទៅចាក់ទឹកកខ្វក់អ្នកឯងឃើញនឹងភ្នែកមែនទេថាជាខ្ញុំបច្ចេកវិទ្យាសម័យនេះជឿនលឿនណាស់អ្នកណាដឹងថាប្រហែលជាលីហ៊ុយឡាននេះនឹងទេដែលចង់កាត់វីដេអូដើម្បីដាក់កំហុសមកលើខ្ញុំ
មែនហើយយកមិញពូយើងដេកនៅផ្ទះទាំងអស់ហើយដើម្បីមកបន្ទោសពូយើងបើឡានអ្នកខ្វក់ទៅរកកន្លែងចាត់ឡានឲ្យគេសងទៅនៅមាត់រឹងទៀតបើភ្នែកមើលឲ្យច្បាស់ទៅមើលអាវក្រៅពណ៌ក្រហមដែលអ្នកពាក់នឹងវាមិនមែនកំពុងហាលនៅយកផ្ទះអ្នកទេគិតថាអ្នកគ្រប់គ្នាខ្វាក់មែនទេលីហ៊ុយឡាននាងវាជាតួឯកនាំសំណាងអាក្រក់ទាំងអស់នេះគឺដោយសារនាងបើមិនមែនព្រោះនាងចាក់សោតទ្វាទេកូនប្រុសខ្ញុំក៏មិនបែកបាក់ការដណ្ដឹងដែរចុះបើខ្ញុំចាក់ទៅក៏ខ្វក់បន្តិចបន្តួចនឹងវាមិនទៅអ្នកឯងនឹងហាក់ស្ដាប់មើលទទួលស្គាល់ខ្លួនឯងហើយមែនទេពិតជាគ្មានសិលធម៌មែនបងស្រីហ្វានក្នុងនៅពេលដែលអ្នកទទួលស្គាល់ហើយអញ្ចឹងយើងមកនិយាយរឿងសងសំណងវិញទៅឡានខូចខាតអស់7គ្រឿងបូករួមទាំងថ្លៃសម្អាតចំណោទទៀតសរុបទាំងអស់15000អ្នកចង់ប្លន់យកលុយមែនទេខ្ញុំគ្មានលុយសំបីតែមួយកាក់កុំថាឡើយលុយជីវិតខ្ញុំមួយខ្សែនេះយកទៅចុះមីងលីកុំធ្វើបាបគេខ្លាំងពេកម៉ាក់ខ្ញុំគាត់ជាអ្នកជំងឺពួកអ្នកឯងនាំគ្នាមកឡំគាត់បែបនេះបើមានរឿងអីកើតឡើងអ្នកទទួលខុសត្រូវទេបងស្រីហ្វានអ្នកក៏ជាមនុស្សពេញវ័យដែរគួរតែយល់ពីច្បាប់ខ្លះទៅការបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ឈប់សិនអ្នកទាំងអស់គ្នា complaint ជួយ admin តាមរយៈ ABA ដើម្បីឲ្យ admin មិនមានកាហ្វេផឹកម៉ាត់យប់ដើម្បី admin នឹងមានកម្លាំងក្នុងការធ្វើរឿង print ជូនអ្នកទាំងអស់គ្នាទស្សនាជាបន្តទៀតបាទសូមអរគុណ ដល់ចិត្តណានឹងរំខានដល់ការរកស៊ីរបស់គេបែបនេះបើអ្នកនៅតែបន្តធ្វើមិនដឹងមនុស្សខ្ញុំនឹងទូរស័ព្ទហៅប៉ូលីសឥឡូវនេះហើយម៉ាក់លេខនឹងចុចរួចរាល់ហើយឥឡូវនេះទៅកុំហៅណាម៉ាក់ឲ្យកូនសុំអង្វរម៉ាក់យកលុយឲ្យគេទៅរឿងដកពាក្យបណ្ដឹងនេះខ្ញុំធុញថប់ខ្លាំងណាស់បើត្រូវគេនាំទៅប៉ុស្តិ៍ប៉ូលីសទៀតការងារខ្ញុំច្បាស់ជាបាត់បង់ហើយជីវិតខ្ញុំនឹងត្រូវបំផ្លាញចោលអស់ហើយ15000ណានឹងវាជាលុយសម្រាប់ចិញ្ចឹមជីវិតពេលចាស់របស់ម៉ាក់ណាលីហ៊ុយឡានឯងនេះចិត្តដាច់ណាស់ឯងច្បាស់ជាត្រូវកម្មពៀតាមតាន់មិនខានទេយកលុយទៅឬក៏ជិះឡានទៅពន្យល់ប្រាប់ក្រុមអនុវត្តច្បាប់ម៉ាក់ជ្រើសរើសយកទៅយកលុយហើយឆាប់ទៅឲ្យឆ្ងាយទៅកុំឲ្យម៉ាក់ឃើញមុខពួកឯងទៀតឲ្យសោះ15000មិនខ្វះ1សេនទេហ្វានស៊ូម៉ៃលើក្រោយចេះគ្រប់គ្រងដៃខ្លួនឯងឲ្យល្អបើហ៊ានប៉ះឡានពួកយើងទៀតគឺជួបគ្នានៅតុលាការតែម្ដងម៉ាក់លើកនេះទើបធ្វើឲ្យពួកវាខាតបង់ធ្ងន់ធ្ងរមើលទៅលើក្រោយពួកវាហ៊ានធ្វើរឿងអីទៀតអត់ចំពោះមនុស្សពីគឺត្រូវធ្វើឲ្យពួកវាជឿចាប់ពិតប្រាកដទៅបាននៅជាប់នឹងខ្លួនទើបពួកគេចងចាំបានលីហ៊ុយឡានថ្ងៃនេះខ្ញុំត្រូវតែឲ្យនាងសងថ្លៃឈ្នួលឲ្យបានឲ្យនាងដឹងពីរសជាតិអញលើកនេះបានគេចពីកាមេរ៉ាសុវត្ថិភាពទាំងអស់ហើយចាំមើលស្អែកនាងទៅពន្យល់ម្ចាស់ឡានយ៉ាងម៉េចលីហ៊ុយឡាននាងធ្វើឲ្យខ្ញុំរៀបការមិនកើតហើយថែមទាំងធ្វើឲ្យគ្រួសារខ្ញុំខាតលុយទៀតថ្ងៃនេះខ្ញុំមិនឲ្យនាងស្រួលខ្លួនទេនេះវាជារឿងស្អីទៅថ្ងៃនេះខ្ញុំត្រូវទៅជួបអតិថិជនធំម្នាក់សំខាន់ណាស់ចុះមិនក៏កង់ឡានខ្ញុំត្រូវគេចាក់ចោលអស់បែបនេះអាក្រក់ខ្លាំងណាស់ទីធ្លានេះទើបតែបដូរមកយកថ្លៃឈ្នួលត្រឹមត្រូវមិនមែនឬចុះមិនក៏មើលថៃឡានមិនបានយើងបង់ថ្លៃគ្រប់គ្រងឲ្យហើយចុះសុវត្ថិភាពអ្នកណាជាអ្នកធានាអូយអ្នកទាំងអស់គ្នាឆាប់មកមើលចុះបង់ថ្លៃចឡានហើយតែឡាននៅតែមានបញ្ហាមិនឈប់សោះម្សិលមិញត្រូវគេជិះទឹកកខ្វក់ថ្ងៃនេះសូម្បីតែសម្បកកង់ក៏ត្រូវគេចាក់ចោលដែរកម្រិតនៃការគ្រប់គ្រងនេះអន់ខ្លាំងណាស់មែនហើយលីយើងទិញកាតប្រចាំខែហើយណាបើជួបរឿងបែបនេះរាល់ថ្ងៃតើអ្នកណាហ៊ានយកឡានមកចិត្តនៅទីនេះទៀតអ្នកទាំងអស់គ្នាស្ងាត់បន្តិចសិនស្ដាប់ខ្ញុំនិយាយសិនរឿងការពីយប់មិញនេះពិតជាមានអ្នកលួចធ្វើបាបដោយចិត្តណាមែនអ្នកទាំងអស់គ្នាកុំទាន់អាបារម្ភអីថ្ងៃនេះដោយសារតែរឿងកង់ឡានធ្វើឲ្យអ្នកទាំងអស់គ្នាទៅធ្វើការយឺតថ្លៃជិះតាក់ស៊ីពួកយើងនឹងចេញឲ្យទាំងអស់រាល់ថ្លៃបដូរនឹងជួសជុលកង់ឡានទាំងអស់គឺខាងចំណតឡានយើងជាអ្នករ៉ាប់រងទាំងស្រុងរ៉ាប់រងហេមីងលីនិយាយស្រួលម្លេះបើខូចការគេអស់តើអ្នកណាទទួលខុសត្រូវសង្កេតតាន់តាមខ្ញុំថាអាចចំណតឡាននេះមិនសុវត្ថិភាពសោះអ្នកទាំងអស់គ្នាគួរតែប្រញាប់ដកការប្រចាំខែចេញទៅកុំឲ្យខាត់បងស្រីហាងព្រឹករលឹមអីចឹងបងមកញុះញង់រឿងអីកង់ឡានគេមិនបានចាក់កង់ឡានបងផងបងមកស្រែកលោឡាធ្វើអីខ្ញុំធ្វើនេះគឺដើម្បីទាមទារយុត្តិធម៌ឲ្យអ្នកទាំងអស់គ្នាទេចំណតនេះឧបករណ៍មិនល្អការគ្រប់គ្រងក៏មិនបានការសូម្បីតែការពីចោរកម្មក៏ធ្វើមិនបានផងតើមិនឲ្យគេនិយាយបានយ៉ាងម៉េចកុំមកចោទប្រកាន់ទេតារឿងការពីយប់មិញជារបស់អ្នកណាធ្វើសេពដោយរបៀបណាជ្រុងនោះការពីយប់មិញជាចំណុចងឹតនៃកាមេរ៉ាសុវត្ថិភាពតើអ្នកទៅរកឯណាឃើញខ្ញុំមើលទៅអ្នកគ្រាន់តែចង់តិចវិញមិនសងលុយទេដឹងម៉ាក់ឲ្យស្រីហាងម្នាក់នេះពិតជាគ្មានគេខ្មាស់មែនគាត់បានផ្ញើសាររាប់សិបក្នុងក្រុមម្ចាស់ផ្ទះថាចំណតឡានយើងគ្រប់គ្រងមិនបានការហើយថែមទាំងញុះញង់ឲ្យគេដកាត់និងទាមទារលុយវិញទៀតថាយើងគ្មានសុវត្ថិភាពអ្វីទាំងអស់មែនហើយមីងលីម្ចាស់ផ្ទះខ្លះក្នុងក្រុមដែលមិនដឹងរឿងក៏ត្រូវគាត់បង្វែរទីដៅអស់ហើយនាំគ្នាមកសួរនាំយើងនេះពិតជាមិនល្អសម្រាប់យើងទេបើមិនប្រញាប់បកស្រាយឲ្យច្បាស់ទេទំនុកចិត្តដែលខំសន្សំមកយូរនឹងរលាយអស់ហើយស្រីហាងម្នាក់នេះប្រកាសជាបានដឹងពីមុំកាមេរ៉ាសុវត្ថិភាពមុនហើយទើបបានជាជ្រើសរើសកន្លែងងឹតនោះដើម្បីធ្វើសកម្មភាពម៉ាក់យើងទើបដឹងប៉ូលីសឥឡូវនេះទៅទើបតែក្រុមអនុវត្តច្បាប់មកពីនិតស្នាមរៀមដាក់មិនបាច់ប្រញាប់ទេបើនាងចង់រំខ្លាំងម្លេះក៏ឲ្យនាងរំថែមពីរដងទៀតទៅនាងរំកាន់តែខ្ពស់ចុងក្រោយធ្លាក់មកកាន់តែឈឺលីលីតើអ្នកមានគម្រោងអ្វីមែនទេកាលពីរកអ្នកមកកែលម្អទីធ្លាផ្ទះខ្ញុំបានទុកចិត្តទុកមុនដោយឲ្យក្រុមជាងដំឡើងកាមេរ៉ា infrared mode ដែលថ្មីបំផុតពីគ្រឿងលាក់ទុកនៅតាមបង្គោលភ្លើងនៅជ្រុងនោះពិតមែនឬចុះសកម្មភាពដែលនាងចាក់កង់កាលពីយប់មិញត្រូវបានថតជាប់ទាំងអស់មែនទេថតជាប់ទាំងអស់មិនខ្វះមួយសន្លឹកឡើយសកម្មភាពរបស់ហាងជារួមទាំងមុខរបស់នាងក្រោមពន្លឺព្រះច័ន្ទគឺឃើញច្បាស់នៅក្នុងកាមេរ៉ាសុវត្ថិភាពចុះហេតុអ្វីយើងមិនបង្ហោះចូលក្នុងគ្រប់ឥឡូវនេះទៅពេលនេះអ្នករាល់គ្នាកំពុងតែខឹងសម្បាហើយនាងនៅតែព្យាយាមបង្វែរស្ថានភាពរងចាំឲ្យនាងនិយាយកុហកឲ្យអស់សិនរងចាំឲ្យកំហឹងរបស់ម្ចាស់ឡានដែលខូចខាតទុះឡើងខ្លាំងបំផុតសិនចាំយើងកុំតិចនាងតែម្ដងបានតាមម៉ាក់ចុះខ្ញុំនឹងរក្សាទុកវីដេអូនេះសិនចាំដល់ពេលនាងស្នើដំណោះស្រាយសងលុយក្នុងគ្រប់ចាំយើងទម្លាក់ផុសតាំងតែម្ដងម៉ាក់ឲ្យអាហ្វាងជាវាបានប្រមូលគ្នានៅក្នុងគ្រប់ដើម្បីឲ្យគេរួមគ្នាផ្ដិតមេដែរហើយ
វាទាមទារឲ្យខាងគ្រប់គ្រងអគារដកសិទ្ធិអាជីវកម្មរបស់យើងហើយថែមទាំងគម្រាមបិទហាងយើងទៀតដល់ពេលហើយចៅយ៉ាងយកវីដេអូកាមេរ៉ាសុវត្ថិភាពច្បាស់នោះផ្ញើចូលក្នុងគ្រប់ទៅហើយកុំភ្លេចថត screenshot អាហ្វាំងជាដែលវាជាប្រមាថកាលពីមុននោះដាក់តម្រៀបគ្នាឲ្យអស់ផ្ញើទៅលីយ៉ាក្នុងគ្រប់ស្ងាត់ឈឹងតែម្ដងពួកអ្នកដែលតាមជួយស្រែកគាំទ្រវាប្រហែលជាកំពុងអង្គុយមើលវីដេអូអស់ហើយអាមួយនេះពិតជាមិនឃើញឈូសមិនសក់ទឹកភ្នែកមែនថ្ងៃនេះខ្ញុំត្រូវតែឲ្យវាសងសំណង10ដងចំពោះរឿងកង់ឡានខ្ញុំអាចចោលស្រែកថាចោលពិតមែនមកឲ្យក្នុងគ្រប់ទូរឿងហើយអាលីវមើលនេះលឿនឡើងពួកអ្នកដែលជួយនិយាយឲ្យអាហ្វាំងជាកាលពីមុនឥឡូវបដូរចិត្តមកសុំទោសយើងក្នុងគ្រប់អស់ហើយគេនាំគ្នាជាវាថាអត់គេខ្មាស់សំបីតែហ្វាន់ស៊ីមីក៏ត្រូវគេនាំគ្នាជាដែរវាមិនមែនចង់ដកសិទ្ធិអាជីវកម្មយើងទេហេឥឡូវអ្នករស់នៅក្នុងអគារនេះអាចជិះវាឲ្យងាប់បានហើយទៅម្ចាស់ឡានដែលខូចខាតគួរតែទៅដល់ផ្ទះនាងហ្វាន់ស៊ីមីរួចហើយចៅយ៉ាងយកឯកសាររូបភាពកាមេរ៉ាសុវត្ថិភាពដែលព្រីនរួចនិងបញ្ជីខូចខាតទៅជាមួយផងហ្វាំងជាអាមនុស្សកំសាកឆាប់ចេញមកនេះពេលយប់អាត្រីតចាក់កង់ឡានអញឃើញខ្លាំងណាស់មែនទេចុះមិនឥឡូវមិនហ៊ានបើកទ្វារស្រែកស្អីគេហ្នឹងស្រែកដូចហើយប្រលឹងអញ្ចឹងកូនប្រុសខ្ញុំកាលពីយប់មិញគេនៅផ្ទះរហូតពួកអ្នកឯងមានសិទ្ធិអីមកចោទថាគេជាអ្នកចាក់កង់ឡានកុំមកចេះតែចាប់ប្រកាន់ផ្ដេសផ្ដាស់នៅទីនេះហើយជុំបើកភ្នែកឆ្កែរបស់អ្នកមើលឲ្យច្បាស់ទៅនេះហើយកូនប្រុសដ៏ល្អរបស់អ្នកដែលថាគេនៅផ្ទះនោះសម្លៀកបំពាក់នេះកាំបិតនេះពុស្តាងច្បាស់ក្រឡែកហើយអ្នកនៅចង់ប្រកែកទៀតឬវីដេអូកាមេរ៉ានេះប្រកាសជាកាត់ហើយអ្នកឯងមកទីនេះដើម្បីចង់បង្ខូចឈ្មោះខ្ញុំហ្វាំងជាអ្នកអាចមិនព្រមទទួលស្គាល់ក៏បានប៉ុន្តែការបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃដោយចេតនាដែលមានតម្លៃលើសពី 5000 យន់គឺវាជាបទល្មើសព្រំទណ្ឌហើយកាលពីយប់មិញអ្នកចាក់កង់ឡានគេអស់4គ្រឿងសរុប8កង់បូករួមទាំងថ្លៃលាងសម្អាតនិងថ្លៃខាតពេលធ្វើការទៀតគឺលើសពី 10000 យន់ទៅហើយគុំហៅប៉ូលីសអីខ្ញុំសំវិញខ្ញុំសុំទោសអព្រះអាយហេតុអ្វីជីវិតខ្ញុំវាជួបតែរឿងកំសត់បែបនេះ